đây về mình ăn ngọt nàyคือខ្ញុំទទួលបានសភៅមកពីខាងសំណេរដែលខ្ញុំបានទិញកាលពីថ្ងៃដែលគេគម្រប់ខួប6ឆ្នាំរបស់ខាងសំណេរជាខ្ញុំសម្រាប់ចិត្តទិញសភៅ3ក្បាលរបស់ខ្សែស្រឡាញ់មនុស្សអតិទេពអញ្ចឹងនៅក្នុងប្រអប់ហ្នឹងចង់ដឹងថាមានអីខ្លះឥឡូវនេះមក unboxing ជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងទី1គឺពេលដែលបើកឡើងយើងឃើញមានសភៅមួយសភៅនេះគឺជាសភៅ mini series របស់ខ្សែស្រឡាញ់មនុស្សអតិទេពវាយើងទិញជាឈុត3ក្បាលអញ្ចឹងទើបយើងអាចទទួលបានសភៅមួយនេះហើយបន្តមកទៀតតើយើងបានអីខ្លះគឺយើងមានដូចជា មានជា postcard ហើយនឹង bookmark ផងដែរយើងឃើញមានលក្ខណៈស្រស់ស្អាតមែនតើមាន bookmark ដល់ចំនួនដល់តែ4ហើយយើងមានអីទៀតគឺនៅក្នុងនេះគឺយើងមាន postcard នៅក្នុងខ្សែរឿងមានអាទិទេពរាជវាំងក្រំដែរនិងរាជធានីទេវកថាយើងឃើញតួអង្គទាំងអស់ពិតជាស្អាតស្អាតមែនតើហើយបន្តមកទៀតគឺយើងមាន postcard ធំមួយទៀតរបស់សាច់រឿងរាជធានីទេវកថាហើយសភៅដែលខ្ញុំឃើញដំបូងគេទទួលបានដំបូងគេគឺភាគ1នេះគឺរឿងវិមានអាទិទេពខ្សែរឿងនេះគឺល្អមែនតើទើបខ្ញុំសម្រាប់ចិត្តទិញសភៅហ្នឹងហើយខ្ញុំទៅទិញភាគ2បន្តទៀតដើម្បីចង់តាមដានហើយរីឯភាគ2គឺរ៉េគេដែរអ្នកនរគ្នាគឺយើងដឹងថាគឺរឿងរាជវាំងក្រោមដីសភៅនេះក៏ជាសភៅតពីភាគ1ផងដែរខ្ញុំអត់និយាយលម្អិតពីក្នុងសាច់រឿងនេះទេតើអ្នកនរគ្នាបានទិញអានតើបានដឹងពីសាច់រឿងលម្អិតក្នុងនេះហើយរីឯសាច់រឿងទី3គឺរឿងដែលទើបតែចេញនៅក្នុងឆ្នាំនេះដែរទេគឺរាជធានីទេវកថាចេញកាលពីឆ្នាំមុននោះ2025អញ្ចឹងគឺមានប៉ុណ្ណឹងនៅក្នុងប្រអប់នេះអញ្ចឹងបើយើងទិញជាឈុតគឺយើងបានរហូតដល់3ក្បាលយើងថែម mini series មួយក្បាលទៀតប៉ុន្តែដោយសារថ្ងៃហ្នឹងគឺជាថ្ងៃខួបគម្រប់6ឆ្នាំរបស់ខាងសំណេរអញ្ចឹងគឺយើងអាចទិញមួយក្បាលថែមមួយក្បាលបានអញ្ចឹងចង់ដឹងថាខ្ញុំទទួលបានសភៅអីគេខ្លះថែមឥឡូវនេះយើងនឹងមើលអ្នកគ្នាហើយនេះគឺជាសភៅដែលខ្ញុំទទួលបានថែមដោយសារខ្ញុំទិញជាឈុត3ក្បាលអញ្ចឹងគឺយើងអាចទទួលបាន3ក្បាលផ្សេងទៀតអញ្ចឹងសភៅទី1គឺខ្ញុំបានទៅគេគឺរឿងរបស់មុខនាងដែលនិពន្ធដោយលោកលីសុផានិតហើយខ្ញុំក៏បានសូមសញ្ញាហត្ថលេខាពីគាត់ផ្ទាល់តែម្ដងនេះជាសភៅទី1ដែលខ្ញុំបានថែមពីសភៅដែលខ្ញុំទិញឈុតស្រឡាយមនុស្សទេពជាសភៅទី1ហើយសភៅទី2ខ្ញុំទទួលបាននេះគឺសភៅពេលគេដែរគឺសភៅអារម្មណ៍និពន្ធដោយលោកតុកចន្ទរិទ្ធហើយនេះគឺនិយាយទៅនឹងអារម្មណ៍របស់យើងនិងមានចំណុចល្អៗដែលលើកទឹកចិត្តរបស់យើងបានទីឯសភៅទី3ដែលខ្ញុំទទួលបានគឺជាសភៅសាច់រឿងជាតិមុនខ្ញុំជានរណានិពន្ធដោយសុនសុភាបញ្ញាហើយនៅក្នុងរឿងនេះគឺមានលក្ខណៈជាយើងទៅដូចជារឿងរូបភាពបើសិនជាយើងចូលចិត្តអានហើយយើងចូលចិត្តមើលរូបភាពសភៅហ្នឹងគឺពិតជាល្អមែនតើនេះជាសភៅរឿងបែបលក្ខណៈរូបភាព anime រឿងបែបលក្ខណៈតុក្កតាអញ្ចឹងពិតជាគួរចង់អានមែនតើមិនតែបាន3ក្បាលនេះទេតែខ្ញុំទទួលបានអីគេទៀតគឺទី1ខ្ញុំបាននៅសភៅតារានីកូពីខាងសំណេរមានរហូតដល់12សភៅហើយបន្តទៀតខ្ញុំទទួលបានអីគេគឺនេះគឺជា bookmark randomly មាននៅ bookmark មួយដ៏ស្រស់ស្អាតហើយនឹង postcard ផងដែរនេះគឺជា bookmark ដែលទទួលបានក្នុងសាច់រឿងរបស់យើងមានដូចជាមុខនាងរឿងផ្សេងៗទៀតអញ្ចឹងគឺដែលខ្ញុំទទួលបានពីការទិញជាទិញពីខាងពេកសំណេរដោយសារហ្នឹងគឺជាថ្ងៃខួបគម្រប់6ឆ្នាំរបស់ខាងពេកសំណេរអញ្ចឹងគឺខ្ញុំបានទិញសភៅខ្សែស្រឡាញ់មួយអាទិទេពចំនួន1ប្រអប់ហើយខ្ញុំអាចថែមសភៅដល់3ក្បាលតែចិត្តថាការថែមនេះគឺសម្រាប់តែមានរយៈពេល4ថ្ងៃទេចាប់ពីថ្ងៃទី9ថ្ងៃ10ថ្ងៃ11ថ្ងៃ12ខែ1នេះតែម្ដងអញ្ចឹងគឺយើងរួចរាល់ក្នុងការជាសភៅដែលយើងចង់បានសភៅប្រឡំលោកល្អមែនតើបើសិនជាអ្នកនរគ្នាចង់បានអាចទៅខាងពេកសំណេរបានដោយសារតែឥឡូវគេមាន promotion មួយថែមមួយអ្នកនរគ្នាអញ្ចឹងវីដេអូយើងថ្ងៃនេះក៏សូមដល់ទីបញ្ចប់ក៏សូមអរគុណសូមជម្រាបលា